ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរនាងខ្ញុំមានមុខម្ហូបថ្មីមួយទៀតបងប្អូនគឺស្ងោរតឡាចធម្មជាតិរបស់ខ្មែរយើងបងប្អូនទាំងអស់គ្នាជាមួយនឹងសាច់គោបងប្អូនរសជាតិគឺឆ្ងាញ់បងប្អូនដោយសារតឡាចស្រាយើងគឺដាំនៅខ្លួនឯងធម្មជាតិហើយវាផ្អែមបងប្អូនទាំងអស់គ្នាតឡាចនេះគឺខ្ញុំទិញពីអ៊ំស្រីម្នាក់បងប្អូនគាត់ដាំនៅក្នុងស្រុកភូមិខ្ញុំហ្នឹងគាត់លក់1គីឡូតែ 4,000 រៀលបងប្អូនទាំងអស់គ្នាហើយតឡាចរបស់គាត់គឺខ្ចីផ្អែមមែនតើបងប្អូនទាំងអស់គ្នាគាត់ហូបអត់អស់ចឹងគាត់ដាំយកទៅចែកទៅលក់ចឹងទៅបងប្អូនគ្នាចំពោះតម្លៃនេះខ្ញុំប្រើពីរបងប្អូនអស់គ្នាពីគេហៅពីផ្លែអញ្ចឹងបងប្អូនអស់គ្នាយើងចិត្តសបកចិត្តអីវាឲ្យលាងទឹកវាស្អាតដែរពុកម៉ែបងប្អូនតោះពេលយើងលាងទឹកស្អាតហើយយើងយកវាមកពុះបងប្អូនអស់គ្នាចំពោះការស្ងោរនេះបងប្អូនពុះដូចនឹងខ្ញុំក៏បានពុះតាមចំណង់ចិត្តបងប្អូនក៏បានដែរគឺខ្ញុំចាត់វាជា4ជ្រុងបងប្អូនអស់គ្នាពុះវាជា4មកហើយយើងចាត់វាមកយើងដាក់ចូលមាត់ចឹងបងប្អូនអរគ្នាហើយគឺខ្ចីល្អមែនតើបងប្អូនអរគ្នាគឺសាច់វាឡើងណែនហ្មងបងប្អូនមានហោកដូចតម្លៃអ្នកចិត្តខាងយើងបងប្អូនអរគ្នាយើងចាត់វាចឹងបងប្អូនអរគ្នាតម្លៃនេះយើងស្ងោរមួយសាច់មាន់ក៏ឆ្ងាញ់បងប្អូនអរគ្នាបានសាច់មាន់គឺឡើងទន់ផ្អែមបងប្អូនតែខ្ញុំអត់មានទេដោយសារតែឡើងងាយថាអញ្ចឹងឯងគឺខ្ញុំនឹងសាសាច់គោទូខ្ញុំស្ងោរជាមួយសាច់គោហ្មងតើបងប្អូនអរគ្នាបើយើងមានការ៉ុតយើងថែមការ៉ុតទៀតក៏បានបងប្អូននឹងក៏ឆៃថៃអញ្ចឹងប៉ុន្តែនេះគឺខ្ញុំស្ងោរតឡាចសុតបងប្អូនពីនេះគឺមកឆ្នាំងមកបងប្អូនទាំងអស់គ្នាយើងចាត់វាបែបហ្នឹងបងប្អូនបងប្អូនឃើញអត់ចាត់វាបែបហ្នឹងមកតែបើយើងចាត់វាបានស្អាតប៉ុណ្ណឹងហើយយើងធ្វើគ្រឿងក្រៅយើងបន្តទៀតវាមានសាច់មានអីចឹងបងប្អូនទាំងអស់គ្នាសាច់គោនេះគឺសាច់ផ្លូវបងប្អូនទាំងអស់គ្នាពីកន្លះគីឡូដែរណាបងប្អូនយើងហាន់វាមកបងប្អូនមកឡើងក្រហមល្អមែនតើមកគោស្រែយើងបងប្អូនទាំងអស់គ្នាគោគេចិញ្ចឹមតាមបែបគ្រួសារអញ្ចឹងបងប្អូនមើលតំណងមែនតើនេះបងប្អូនយើងហាន់វាជាដុំអញ្ចឹងមកពេលយើងស្ងោរឆ្អិនទៅយើងដាក់ទៅមួយម៉ាត់ជប់ឆ្ងាញ់ហ្មងបងប្អូនគ្នាសាច់ផ្លូវនេះក៏ផុយបងប្អូនគ្នាសាច់វាក៏ហមល្អទៀតបងប្អូនយកប្រឡាក់ក៏ឆ្ងាញ់ដែរវាមានជាប់ខ្លាញ់តិចអញ្ចឹងបងប្អូនគ្នានេះយើងហាន់វាអញ្ចឹងមកបងប្អូនចង់ហាន់ស្តើងជាងនឹងក៏បានដែរតាមចំណូលចិត្តអញ្ចឹងបងប្អូនតែខ្ញុំចូលចិត្តហាន់អញ្ចឹងបងប្អូនអរគ្នាខ្ញុំហាន់ប៉ុណ្ណឹងមកតាមសាច់វាផែនវាល្អមែនតើបងប្អូនឃើញអត់ហើយយើងដំខ្ទឹមមកយើងបងប្អូនអរគ្នាយកវាកពឹសមកគឺទៅខ្ញុំចូលចិត្តញ៉ាំខ្ទឹមបងប្អូនអរគ្នាតាំងពីកំណើតកូនខ្ញុំមកខ្ញុំចូលចិត្តញ៉ាំខ្ទឹមវារំញ៉ាំខ្ទឹមទៅដូចឆ្ងាញ់មានក្តីសុខបងប្អូនអរគ្នាហើយយើងហាន់ហើយយើងក៏ច្រាំវាបងប្អូនហើយវាជំនួយដល់សុខភាពច្រើនណាស់ខ្ទឹមហ្នឹងគេច្រាំវាមកបងប្អូនហើយចំពោះប្រគេយហឿនហ្នឹងគឺយើងយកទៅត្រាំទឹកវាបងប្អូនទិញពីអ្នកលក់ចាប់ហួយហ្នឹងបងប្អូនអ្នកគ្នាមកកញ្ចប់មកតែ 1000 រៀលបងប្អូននេះបន្ទាប់មកយើងដាក់ឆ្នាំងយើងក្តៅយើងចាក់ប្រេងឆាបន្តិចចូលដាក់ខ្ទឹមពពងជាមួយនឹងប្រគេយហឿនបងប្អូនអ្នកគ្នាយើងដាក់ភ្លើងតិចបងប្អូនអ្នកគ្នាតចំណុចហ្នឹងដល់ពេលវាក្រហមមកយើងដាក់ស្ករដាក់អីចូលហើយយើងចាក់ទឹកត្រីចូលបងប្អូនហើយយើងសាច់យើងហ្នឹងយើងដាក់បញ្ចូលវាមកហើយកូរវាដាក់ភ្លើងតិចហើយថែមគ្រឿងក្រៅតាមបងប្អូនមានដូចជាសាស៊ុបខ្នុរប៊ីចេងអីចឹងម្រេចអីចឹងបងប្អូនដាក់តាមហ្នឹងទៅបងប្អូនចូលចិត្តហើយដាក់ដេញច្រើនអត់សូវចូលចិត្តដាក់តិចហើយបន្ទាប់មកយើងកូរហើយយើងដាក់ទឹកយើងបងប្អូនអ្នកគ្នាទឹកជីយើងហ្នឹងហើយយើងដាក់គល់ខ្ទឹមដាក់វាចូលគ្នាហ្នឹងវាពុះយើងដុសពុះវាចេញហើយយើងដាក់បន្លែចូលបងប្អូនអ្នកគ្នានេះទៅអត់មានអីពិបាកបងប្អូនងាយស្រួលហើយឆ្ងាញ់ទេបងប្អូនអ្នកគ្នាសាមញ្ញតាមបែបលក្ខណៈគ្រួសារអញ្ចឹងបងប្អូនយើងកូរវាបងប្អូនទុកវាតែពុះគឺបានបងប្អូនតឡាចស្រីយើងគឺទៅឈ្ងុយឆ្ងាញ់ហើយយើងដាក់លឹកខ្ទឹមចូលបងប្អូនអ្នកគ្នាបងប្អូនអាចសាកល្បងវិធីនេះប្រហែលនេះគឺឈ្ងុយឆ្ងាញ់ហើយនិយាយទៅសុខភាពបងប្អូនអ្នកគ្នាអរគុណច្រើនជំរាបលាកុំភ្លេចតាមដានវីដេអូក្រោយៗទៀតជួយ follow ផងបងប្អូនអរគុណច្រើន